cha chụp đẹp xưa được ta được cái ông Pu Minh được luôn nhạc rú con của mà từ đó nghĩa rất sbài kia thì chào xin tham gia lúc này sbài rất ní nhận làm để chọn nó tạm ví dụ mình thôi mình tên cho buka đại bảo sài tọt sẽ đẹp từ tha nó bọc nhomสำหรับคนสักnhóm mày có riêng trai này thì mình toàn điกูđẹpกูtừ đó nghĩa được con của má cha bị bùaยื่นน้องทำมินเปรียบประกอบแมนจากที่มินคนสักnhómเนี่ยได้nhómบ้านเรียนไทยดึงช่วยก่อนตั้งปีบนขณะที่มวยเราต่อสัปดาห์นี้ก่อนจะนิสิตชั้นที่บุญเดินมหาวิทยาลัยในปีสกอตกิสนีให้ไปต่อปีก่อนจะเรียนมหาวิทยาลัยบ้านมาชั้นก่อนกับบ้านเราเป็นรำพลมวยได้ก่อนอาจบแต่หัดก้าให้กับบ้านធ្វើការនៅទីនោះជាមួយគីខាងផ្នែកជំនាញអគិសនីចាឲ្យគាត់សប្បាយចិត្តមែនទែនពីព្រោះអីគាត់បានធ្វើការឲ្យបានរៀននៅពេលដំណើរគ្នាចាហើយនៅពេលដែលគាត់បានធ្វើការទៅឃើញថាប្រាក់ខែគាត់បើកយូរមែនទែនចាហើយនៅពេលដែលខ្ញុំសួរថាមិនបានប្រាក់ខែអត់បើកនោះគឺដោយសារតែខែគាត់ដូចជាដេញថ្លៃសំណងនឹងទៅហើយដល់គ្រឿងឯបាយបានឡើងថ្លៃទៅហើយស្ដាប់ទៅគាត់ជាមនុស្សដែលស្មោះត្រង់គាត់នៅតែធ្វើឲ្យគេដដែលហើយដល់ពេលអញ្ចឹងទៅលុយគាត់រត់អត់ទាន់ហើយគាត់អត់មានលុយខ្វះលុយបុគ្គលិកហើយពួកកូនសិស្សរបស់ខ្ញុំហើយនិងពួកម៉ាក់គាត់នឹងនៅតែបន្តជួយដល់ថៅកែរបស់គាត់នឹងបន្តទៀតគាត់ទៅអស់រយៈពេល3ឆ្នាំព្រោះឥឡូវនេះគាត់ឆ្នាំទី4ចុងឆ្នាំហើយគាត់នៅតែស្មោះត្រង់ជាមួយនឹងច្បាយហើយនឹងទទួលខុសត្រូវនៅលើការងាររបស់គាត់ហើយខ្ញុំតែងតែដាក់គាត់ពីពួកអីប្រាក់ខែគាត់អត់បើកចុងក្រោយនេះចង់6ខែហើយខ្ញុំតែអញ្ចឹងកូនបានលុយណាគាត់ថាខ្ញុំសូមខ្ចីថៅកែមុនហើយអញ្ចឹងថៅកែจะពាក់ប្រាក់ខែប៉ុន្តែសូមខ្ចីថៅកែ$50សិនដើម្បីចាប់សាំងហើយជីវភាពគាត់មិនមែនជាអ្នកមានទេហើយខ្ញុំសួរថាចុះអញ្ចឹងបើកូនបានតែមួយខែ50ជីទៅធ្វើការនៅតាមការដ្ឋានឆ្ងាយហ្នឹងហើយកូនសុំលុយម៉ែអត់គាត់ថាអត់ទេអ្នកគ្រូខ្ញុំអត់យកលុយម៉ែទេខ្ញុំទទួលខុសត្រូវទៅលើ50ហ្នឹងចាប់សាំងចាប់ទៅធ្វើការហើយខ្ញុំពិតជារំភើបហើយសប្បាយចិត្តនឹងឃើញពីការទទួលខុសត្រូវដែលកូនសិស្សរបស់ខ្ញុំគេจะទទួលខុសត្រូវលើខ្លួនគេតាំងពីគេនៅតូចតាំងពីគេនៅក្មេងរហូតដល់រាល់ថ្ងៃគេស្ថិតនៅក្នុងវ័យជាមនុស្សធំហើយគេនៅតែទទួលខុសត្រូវចំពោះជីវិតគេហើយគោរពដឹងគុណដល់ឪពុកម្ដាយគឺមានន័យថាគេគ្រប់ស្រឡាញ់ព្រះហើយការពីថ្ងៃអាទិត្យនៅក្នុងថ្នាក់ថ្ងៃអាទិត្យនៅពេលដែលខ្ញុំក៏បានសួរគាត់ថាកូនអើយបានបាក់ប្រាក់ខែនៅជាសំណួរមួយខ្ញុំតែងទៅសួរកូនសិស្សម្នាក់នឹងដោយសារតែតែគាត់តែងតែជិះពាក់ប្រាក់ខែគាត់ថានៅទីអ្នកគ្រូហើយនៅថ្ងៃនោះពីថ្ងៃអាទិត្យនោះបងក៏បានប៉ះពាល់ចិត្តខ្ញុំបានទិដ្ឋានខ្ញុំដឹងថាប្រភពនៃធនធានទាំងអស់របស់យើងគឺព្រះហើយព្រះអង្គចាត់មកតាមរយៈចវាយតាមរយៈក្រុមហ៊ុនយើងអីទាំងអស់នោះដើម្បីបង្ហូរពពករបស់យើងថាមានឧបសគ្គអីដែលរាំងមិនឲ្យពពកនោះបានហូរដល់កូនសិស្សរបស់ខ្ញុំដូច្នេះខ្ញុំក៏បានអធិដ្ឋានសូមព្រះអង្គប្រទានពរដល់ក្រុមហ៊ុននោះសូមព្រះអង្គប្រទានពរដល់ចវាយរបស់គាត់សូមឲ្យគាត់បានចំណេញសូមឲ្យគាត់រកស៊ីទឹកបានចម្រើនដើម្បីឲ្យធនធានដែលព្រះអង្គបង្ហូរមកតាមគាត់មកបានដល់សិស្សរបស់ខ្ញុំយប់មិញម៉ោង10យប់សិស្សរបស់ខ្ញុំបានផ្ញើសារមកខ្ញុំថាអ្នកគ្រូព្រះអង្គបានឆ្លើយតបខ្ញុំបានបើកប្រាក់ខែទាំងអស់នៅថ្ងៃនេះចវាយបានបើកប្រាក់ខែអូខ្ញុំពិតជារំភើបចិត្តមែនទែននេះគឺជាការពិតហើយដែលយើងដឹងថាព្រះនៃយើងជាយេហូវ៉ាយីរេជាព្រះដែលគ្រប់គង់ឲ្យព្រះអង្គថាចូលសូមទូតែនឹងឆ្លើយហើយទោះបីជាពេលដែលយើងសូមនោះវាត្រូវការពេលវេលាដែលរងចាំហើយជាគំរូមួយសម្រាប់កូនទាំងអស់គ្នាជាយុវជនចំនួនក្រោយហើយជាការរំលឹកដល់ខ្ញុំដែរដែលខ្ញុំបង្រៀនហើយខ្ញុំសប្បាយចិត្តនៅពេលដែលសិស្សយកអនុវត្តទោះបីជាប្រាក់ខែមិនបានបើកលោកអ្នកគិតមើល6ខែប៉ុន្តែគាត់នៅតែទទួលខុសត្រូវការងារគាត់បានយ៉ាងល្អគាត់នៅតែទទួលខុសត្រូវចំពោះជីវិតគាត់បានយ៉ាងល្អតាក់ទងជាមួយនឹងការរស់នៅរបស់គាត់ដែលថាគាត់មិនដាក់បន្ទុកទៅលើក្រុមគ្រួសារទៅលើឪពុកម្ដាយឬអ្នកដទៃទេប៉ុន្តែគាត់រៀនរស់ជាមួយអ្វីដែលគាត់មានហើយគាត់ទទួលខុសត្រូវធ្វើការងារយ៉ាងល្អជាមួយនឹងកិច្ចការងាររបស់គាត់ហើយព្រះអង្គបានឆ្លើយតបសេចក្តីអធិដ្ឋានយើងអធិដ្ឋានថ្ងៃអាទិត្យនេះសូមព្រះអង្គបានផ្ដាច់សូមព្រះអង្គបានដកឧបសគ្គទាំងនោះហើយខ្ញុំអត់ដឹងថាព្រះអង្គធ្វើបែបណាប៉ុន្តែបើសិនវិញចវាយបានបើកប្រាក់ខែទាំងអស់ឲ្យគាត់នេះជាការមួយដែលខ្ញុំសរសើរនឹងការព្រះអង្គហើយចង់បច្ចេកទេសទីបន្ទាល់នេះដល់លោកតាលោកយាយអង្គពូមីងបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយយើងដឹងជាជាថាមានព្រះពិតមែនហើយសូមចាំថាព្រះនៃយើងជាយេហូវ៉ាយីរេព្រះអង្គតែងតែគ្រប់គង់ហើយចូលសូមនោះតែងនឹងឆ្លើយចូលគោះនោះតែងនឹងបើកចាដូច្នេះកុំភ្លេចចាព្រះអង្គគង់នៅជាមួយយើងចាំជួយយើងគ្រប់ពេលទាំងអស់សូមព្រះអង្គប្រទានពរសូមអរគុណសូមជម្រាបលា